មុននឹងខ្ញុំនិយាយរឿងការទស្សទាយដឹងមុនរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ 2025 នេះមានរឿងអីកើតឡើងខ្ញុំសូមចូលរួមសោកស្ដាយចំពោះពលករខ្មែរយើងដែលបានស្លាប់បាត់បង់ជីវិតនិងបានរងរបួសយ៉ាងធ្ងន់នៅក្នុងប្រទេសថៃក្នុងថ្ងៃនេះដែលមានករណីរំជួយផែនដីរហូតដល់2លើកម៉ោង1កន្លះម្ដងហើយម៉ោង4ជាងម្ដងទៀតខ្ញុំសូមចូលរួមសោកស្ដាយចំពោះប្រជាជនថៃនិងប្រជាជនខ្មែរដែលបានធ្វើការនៅទីនោះហើយយើងជាមនុស្សជាតិដូចគ្នាយើងគួរតែយល់អំពីទុក្ខលំបាកគ្នាទៅវិញទៅមកពីព្រោះយើងអត់ដឹងថានឹងមានរឿងអីកើតឡើងទេត្រឡប់ទៅកាន់រឿងរបស់យើងវិញខ្ញុំមានវីដេអូមួយដែលបងប្អូនទាំងអស់គ្នាធ្លាប់មើលកាលពីឆ្នាំទៅខ្ញុំនិយាយអំពីលោកយាយ Baba Vanga ដែលគាត់ពុតទំនាយឆ្នាំ2024 20គត់ហើយនឹងឆ្នាំ2004និង2014បកទៅវិញត្រឡប់កាលពីឆ្នាំ2004បងប្អូនទាំងអស់គ្នាមានដឹងថាមានរឿងអីកើតឡើងនៅក្នុងប្រទេសថៃអត់កាលពីឆ្នាំ2004នោះមានត្រីមួយឡើងមកលើគោកម្ដងហើយបន្តមកទៀតក៏មានករណីព្យុះស៊ូណាមីដែលបានលេបតបាក់ជីវិតមនុស្សនៅក្នុងដែលនៅដែនសមុទ្រនៅប្រទេសថៃអស់ 5300 នាក់រួមទាំងភ្ញៀវទេសចរ 5300 នាក់ត្រូវស៊ូណាមីលេបត្របាក់ឲ្យស្លាប់បាត់បង់ជីវិតហើយបានបាត់បង់ខ្លួនរហូតដល់ 3000 នាក់សរុបទាំងអស់ 8000 នាក់ជាងដែលបានស្លាប់និងបាត់បង់ជីវិតនៅក្នុងប្រទេសថៃឆ្នាំ2004ដែលមានព្យុះស៊ូណាមីដែលគឺជារឿងប្រវត្តិសាស្ត្រដែលចងក្រងទុករហូតមកដល់សប្តាហ៍ថ្ងៃឆ្នាំ2014មានព្យុះតៃហ្វុងកម្រិតធ្ងន់ដែលបានលេបត្របាក់មនុស្សជាង400នាក់ទូទាំងពិភពលោកហើយនឹងមានរឿងព្រឹត្តិការណ៍ច្រើនកើតឡើងនៅលើពិភពលោកទៀតដែលវាសឹងតែថាមិនគួរឲ្យជឿអ្នកទាំងអស់គ្នាជឿក៏បានមិនជឿក៏បានដែលសង្កត់ថាដូចទៅនឹងអ្វីដែលលោកយាយ Baba Vanga គាត់បានទុទាយពុតទំនាយសូម្បីតែគាត់ទុទាយថានឹងមានមេរោគអាសន្នរោគមួយដែលសាហាវឃោរឃៅសម្រាប់ជីវិតមនុស្សមេរោគ COVID ក៏គាត់ទុទាយមកសឹងថាត្រូវ 99% ត្រឡប់ទៅសាច់រឿងយើងវិញឥឡូវនេះប្រទេសថៃកំពុងតែជួបគ្រោះអាសន្នដែលប្រកាសជាអាសន្នផ្លូវការដែលប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់រត់ចេញពីអគារនានាពីព្រោះថារំជួយផែនដីនេះកាលពីប្រហែលម៉ោងមុននេះគឺរំជួយរហូតដល់ 7.7 Richter កលេចទៅមើលកាលពីឆ្នាំទៅដែលខ្ញុំជាប់នៅលើកោះហ្វីលីពីនណាកោះហ្វីលីពីនឥណ្ឌូនេស៊ីអ្នកនរគ្នាបូរ៉ាកៃឥណ្ឌូនេស៊ីហ្នឹងគឺពេលដែលខ្ញុំទៅហ្នឹងមានត្រីច្រើនមែនទែនហែលឡើងលើសមុទ្រគេចាប់គេអីចឹងណាគេអត់ដឹងមានអីកើតឡើងស្រាប់តែចាប់បានហើយអំឡុងពេល24ម៉ោងស្រាប់មានជួយផែនដីធ្លាក់បដាធ្លាក់ប៉ាណូធ្លាក់អីឡើងខ្ទេចខ្ទីលេងនៅឥណ្ឌូនេស៊ីហើយនឹងហ្វីលីពីនចន្លោះឈូងសមុទ្រហើយការមិនជួយនោះតែ7 Richter ឯងតែ7 Richter ទេប៉ុន្តែនៅប្រទេសថៃថ្ងៃនេះរហូតដល់ 7.7 Richter ដែលធ្វើឲ្យមានការបាក់អគារនិងរំជួយអគារច្រើនមែនទែននាំគ្នារត់ចេញហើយមានការធ្លាក់សង្កត់អគារស្លាប់ពលករខ្មែរ